ao chanh chna mun dara chumrieng we khmej emi trim chanh vi chumrieng rom alapi samrap rodagal tipi Dara chumrieng emi đãត្រូវបានមហាជនស្គាល់ថាជាកូនស្រីសំណប់ចិត្តរបស់កម្ពុជាតារាចម្រៀងលោកខាន់ចែមត្រៀមនឹងចេញអង្គវីចម្រៀងថ្មីដែលមានចំណងជើងថារំអលពីសម្រាប់នៅក្នុងឆ្នាំនេះបន្ទាប់ពីបទចម្រៀងនេះបានផ្ទុះខ្លាំងកាលពីឆ្នាំមុនដោយមហាជនបានដឹងស្រាប់ហើយថាបទចម្រៀងរំអលរបស់កញ្ញាអេមីពិតជាផ្ទុះខ្លាំងកាលពីឆ្នាំមុនក្នុងកន្លងបុណ្យចូលឆ្នាំប្រពៃណីខ្មែរដោយបទចម្រៀងនេះមានការពេញនិយមច្រៀងនិងចាក់រំហើយដីតាមកម្មវិធីនានានិងមានអ្នកយកបទចម្រៀងនេះទៅលេងក្នុងបណ្ដាញសង្គម TikTok ច្រើនបំផុតដោយមើលឃើញពីសន្ទុះនៃការគ្រប់គ្រងខ្លាំងពីមហាជននៅក្នុងបទចម្រៀងនេះផលិតកម្ម Galaxy Navatra បានសម្រេចចិត្តផលិតជា MV ចម្រៀងថ្មីមួយទៀតដែលមានចំណងជើងថារំអលពីសម្រាប់ក្នុងឆ្នាំ2025តាមរយៈវីដេអូខ្លីៗដែលកញ្ញាអេមីទៅតែថតផុសបទចម្រៀងរំអលពីកាលពីពេលថ្មីនេះបានធ្វើឲ្យអ្នកគ្រប់គ្រងជាច្រើនសម្ដែងនៅការពេញចិត្តនិងចង់ឃើញបទចម្រៀងនេះនៅក្នុងពេលឆាប់ជាក់ស្ដែងមានអ្នកគ្រប់គ្រងជាច្រើនបានយកបទចម្រៀងនេះទៅលេងច្រើននៅក្នុងបណ្ដាញសង្គម TikTok បទរំអលទាំងពីរ version នេះជាស្នាដៃអ្នកនិពន្ធទំនុកច្រៀងឆ្នើមកញ្ញាយ៉ងច័ន្ទនីតានិងអ្នកនិពន្ធបទភ្លេងសម្បូរបទពិសោធន៍ជោគជាំជាមួយតន្ត្រីលោកឃ្លាំងកុម្ភៈព្រមទាំងមានការ remix បន្ថែមឲ្យប្លែកអារម្មណ៍របស់លោក DJ ចៃ BL ធ្វើឲ្យចម្រៀងខាងលើកាន់តែទាក់ទាញចំណាប់អារម្មណ៍ពីយុវជនបទចម្រៀងរំអលពីរដូវកាលទី2គឺបានថតចប់រួចរាល់ហើយត្រៀមនឹងចេញផ្សាយក្នុងពេលឆាប់ខាងមុខនេះដើម្បីត្រៀមអបអរសាទរឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរមិនដឹងថារំអលពីរបស់កញ្ញាអេមីថ្មីប្លែកអស្ចារ្យកម្រិតណាទេដូច្នេះមានតែរងចាំតាមដានទស្សនាទាំងអស់គ្នាក្នុងពេលឆាប់នេះក្នុងផលិតកម្មចម្រៀង Galaxy Navatra